รีบសួរលោកអ្នកបងប្អូនទាំងអស់គ្នាតើបងប្អូននៅចាំនៅព្រះបន្ទូលរបស់ខ្ញុំនិយាយនេះគឺសំដៅទៅលើបងប្អូនខ្មែរយើងដែលជឿទៅលើព្រះពុទ្ធសាសនាហើយព្រះពុទ្ធបានផ្ដាំមកពុទ្ធបរិស័ទដែលដើរតាមព្រះអង្គមានន័យថាដែលជឿលើព្រះអង្គមានព្រះបន្ទូលថាចូលពុទ្ធបរិស័ទថែរក្សាជីវិតរស់នៅក្នុងភាពបរិសុទ្ធសុចរិតមានន័យថារក្សាជីវិតក្នុងផ្លូវបរិសុទ្ធក្នុងការរស់នៅក្នុងផ្លូវបរិសុទ្ធដើម្បីរងចាំព្រះមួយអង្គទៀតដែលយាងមកជាខាងក្រោយខ្ញុំព្រះអង្គនោះមានព្រះនាមថាព្រះសិហាមេត្រីបើជាភាសាបាលីគឺអរិយមតយោហើយព្រះពុទ្ធបានប្រាប់ថាព្រះអង្គនោះនឹងយាងមកគង់លើទូកហើយបងសំណាញ់រោគប្រលឹងរបស់មនុស្សទាំងឡាយណាដែលមានឧបនិស្ស័យជាមួយនឹងព្រះអង្គប្រលឹងនោះនឹងបានទទួលសេចក្តីប្រោះលោះរិផុតពីបាបដូច្នេះអរលោកអ្នកបងប្អូនតើព្រះពុទ្ធសំដៅទៅលើអង្គណាឥឡូវយើងនឹងពិចារណាអំពីព្រះនាមដែលព្រះពុទ្ធបានសម្ដែងឡើងព្រះអរិយមតយោជាភាសាបាលីអរិយមតយោអរិយគឺមហាអស្ចារ្យដោយគេតែងតែនិយាយថាអរិយប្រទេសគឺជាប្រទេសដែលអស្ចារ្យបំផុតដូចជាគេតែងនិយាយពីប្រទេសអាមេរិកគឺជាអរិយប្រទេសដែលលូតលាស់គ្រប់ទាំងវិស័យចម្រើនរុងរឿងផ្នែកសេដ្ឋកិច្ចផ្នែកសម្ភារៈនិយមការរស់នៅរបស់ប្រជាជននៅក្នុងប្រទេសគឺប្រសើរបំផុតជាងប្រទេសនានានៅលើសកលលោកនេះដូច្នេះបានជាគេហៅថាអរិយប្រទេសដ៏អស្ចារ្យដូច្នេះយើងនឹងពិចារណាពាក្យមួយទៀតអរិយមតយោគឺបកប្រែមកថាស្រឡាញ់ដូច្នេះយើងភ្ជាប់ពាក្យពីរនេះតើសេចក្តីស្រឡាញ់របៀបយ៉ាងណាគឺសេចក្តីស្រឡាញ់ដ៏អស្ចារ្យសេចក្តីស្រឡាញ់ដ៏ខ្លាំងក្លាគឺមហាសេចក្តីស្រឡាញ់ដូច្នេះយើងដឹងថាព្រះនាមព្រះដែលយាងមកខាងក្រោយព្រះពុទ្ធគឺជាព្រះកំពូលនៃសេចក្តីស្រឡាញ់
ព្រះដ៏មានសេចក្តីស្រឡាញ់ដ៏អស្ចារ្យតើព្រះណាមួយដែលមានសេចក្តីស្រឡាញ់ដ៏អស្ចារ្យតើព្រះទ្រង់ស្រឡាញ់អ្នកណាតើព្រះអរិយមេត្តយោនឹងគឺមានសេចក្តីស្រឡាញ់ចំពោះអ្នកណាព្រះអរិយមេត្តយោគឺមានសេចក្តីស្រឡាញ់ចំពោះមនុស្សនៅក្នុងព្រះគម្ពីរយ៉ូហានជំពូក3ខ16បានសម្ដែងឡើងត្បិតព្រះទ្រង់ស្រឡាញ់មនុស្សដល់ម្លេះបានជាព្រះអង្គទ្រង់បានប្រទានព្រះរាជបុត្រាទ្រង់តែមួយដើម្បីឲ្យអស់អ្នកណាដែលជឿដល់ព្រះរាជបុត្រានោះគឺមិនត្រូវវិនិច្ឆ័យឡើយគឺឲ្យមានជីវិតអស់កលជានិច្ចវិញនេះហើយជាព្រះនៃសេចក្តីស្រឡាញ់តើកន្លែងណាដែលព្រះអង្គទ្រង់បញ្ជាក់អំពីផុសតាងនៃសេចក្តីស្រឡាញ់របស់ព្រះទ្រង់តើនៅកន្លែងណានៅគម្ពីរណាព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះនៃសេចក្តីស្រឡាញ់ព្រះនៃសេចក្តីស្រឡាញ់ដល់មនុស្សលោកដូច្នេះបានជាព្រះអង្គទ្រង់យាងមកបដូរបង់ជីវិតរបស់ទ្រង់ដើម្បីមនុស្សលោកហើយដូច្នេះបានជាព្រះយេស៊ូវគ្រីស្ទយាងមកបដូរបង់ជីវិតដោយសារព្រមមនុស្សលោកពីព្រោះព្រះអង្គទ្រង់ស្រឡាញ់មនុស្សលោកចុះបើស្រឡាញ់មនុស្សលោកហើយដូច្នេះបានចាំបដូរបង់ជីវិតជំនួសមនុស្សលោកពីព្រោះមនុស្សលោកមានអំពើបាបអំពើបាបរបស់មនុស្សលទ្ធផលនៃអំពើបាបរបស់មនុស្សនោះគឺមនុស្សបានទទួលនៅសេចក្តីស្លាប់ដូច្នេះមនុស្សគ្រប់គ្នាគឺបានទទួលសេចក្តីស្លាប់គ្រប់គ្នាដោយសារអំពើបាបដូចជាមនុស្សគ្រប់គ្នាបានទទួលគ្រប់រូបាគ្មាននរណាគេចរួចពីសេចក្តីស្លាប់ឡើយពីព្រោះមនុស្សទាំងអស់មានអំពើបាបដូច្នេះមនុស្សត្រូវតែទទួលនៅសេចក្តីស្លាប់នេះជាលទ្ធផលនៃអំពើបាបចុះបាបនោះមានពីត្រឹមណាមកតើមនុស្សធ្វើអ្វីបានជាមនុស្សមានបាបយើងត្រឡប់បែរទៅក្រោយវិញនៅព្រះគម្ពីរបរិសុទ្ធជាព្រះគម្ពីរនៃប្រវត្តិសាស្ត្រពិភពលោកបានប្រាប់យើងឲ្យដឹងហើយព្រះគម្ពីរមួយនេះគឺប្រាប់ពីប្រវត្តិសាស្ត្រនៃពិភពលោកដែលបានកកើតហើយនឹងក៏ប្រាប់ដល់អ្នកដែលបង្កើតពិភពលោកហើយក៏បានប្រាប់នៅគោលបំណងអ្នកដែលបានបង្កើតពិភពលោកនិងរបស់សពសារពើថងទាំងឡាយដែលយើងបានមើលឃើញហើយក៏បានប្រើប្រាស់គ្រប់គ្នានៅលើផែនដីនេះរហូតមកដល់សប្តាហ៍នេះដូច្នេះអំពើបាបមានចាប់តាំងពីពេលណាមកអំពើបាបគឺមានចាប់តាំងពីមនុស្សទី1ដែលឈរនៅលើផែនដីនេះមនុស្សទី1គឺជាគ្រាប់ពូជនៃមនុស្សជាតិទាំងឡាយនៅលើផែនដីនេះ
ដែលព្រះបានបង្កើតមកធ្វើជាពូជមនុស្សជាតិនៅលើផែនដីនេះព្រះអង្គបានបង្កើតមនុស្សពីដំបូងដោយព្រះអង្គបានបង្កើតឲ្យមានលក្ខណៈដូចជាព្រះឲ្យមានភាពដូចជាព្រះតើលក្ខណៈរបស់ព្រះយ៉ាងដូចម្តេចព្រះអង្គទ្រង់បានបង្កើតមនុស្សព្រះអង្គមិនបានបង្កើតព្រះទេកុំយល់ច្រឡំកន្លែងហ្នឹងសូម្បីតែព្រះទ្រង់បានបង្កើតមនុស្សមកឲ្យមានភាពដូចជាព្រះលក្ខណៈដូចជាព្រះក៏ប៉ុន្តែព្រះគម្ពីរមិនបានប្រាប់ថាព្រះអង្គទ្រង់បានបង្កើតព្រះទេព្រះអង្គទ្រង់បានបង្កើតមនុស្សភាពមនុស្សដែលព្រះអង្គទ្រង់បានបង្កើតមកគឺបរិសុទ្ធសុចរិតដូចជាព្រះអញ្ចឹងកាលណាព្រះទ្រង់បានបង្កើតមនុស្សគឺជាកូនរបស់ផងព្រះមនុស្សគឺជាកូនរបស់ផងព្រះហើយដូច្នេះហើយបានជាព្រះទ្រង់ស្រឡាញ់មនុស្សតែមនុស្សអត់ដឹងថាព្រះអង្គទ្រង់ស្រឡាញ់គេទេតែមនុស្សទី1ដែលជាគ្រាប់ពូជមនុស្សដែលព្រះអង្គទ្រង់បានបង្កើតមកនោះគេដឹងថាព្រះអង្គទ្រង់ស្រឡាញ់គេដូច្នេះបានជាព្រះអង្គទ្រង់បានផ្គត់ផ្គង់គេរៀបចំជីវិតគេរៀបទីកន្លែងគេឲ្យគេរស់នៅមិនមែនជាភូមិគឺជាសួនច្បារព្រះអង្គបានតុបតែងសួនច្បារដ៏ប្រណិតដើម្បីដាក់មនុស្សទី1ដែលព្រះអង្គទ្រង់បានបង្កើតមកឲ្យរស់នៅទីនោះហើយក៏ដាក់ច្បាប់បញ្ញត្តិអរលោកអ្នកបងប្អូនទោះបីនៅឋានសួគ៌ក្តីនៅផែនដីក្តីគឺមនុស្សត្រូវតែរស់នៅក្រោមច្បាប់ដូច្នេះបានជាគ្រប់ទាំងប្រទេសគឺរស់នៅក្រោមច្បាប់រដ្ឋធម្មនុញ្ញឋានសួគ៌ក៏ដូចគ្នាដែរនោះរស់នៅក្រោមច្បាប់របស់ផងព្រះព្រះអង្គបានដាំដើមឈើដែលមានសារៈសំខាន់បំផុតពីដើមនៅកណ្ដាលសួនច្បារទាំងមូលដែលមានដើមឈើចំនួនរាប់ពាន់ដើមហើយដើមឈើទាំងឡាយនោះក៏មានផ្លែផល្លាទុកជាអាហារសម្រាប់ចិញ្ចឹមជីវិតរបស់គេផងដែរហើយព្រះអង្គបានដាំដើមឈើដែលមានសារៈសំខាន់ពីរដើមនៅកណ្ដាលសួនច្បារទាំងមូលនោះដើមទី1គឺដើមជីវិតដែលមានផ្លែទទួលទានទៅគឺមិនចេះស្លាប់មិនចេះចាស់ជរានៅតែក្មេងជារៀងរហូតថ្មិញមិនបាក់សក់មិនស្កូវស្បែកមិនជ្រីវជ្រួញក្រងមិនកោងគ្មានជំងឺក៏គ្មានសេចក្តីស្លាប់ដែរបើសិនជាបានទទួលទានផ្លែឈើមួយនោះហើយដើមមួយទៀត
គឺជាដើមប្រាជ្ញាតែនៅក្នុងដើមប្រាជ្ញានោះក៏បង្កប់ដោយសេចក្តីស្លាប់នៅក្នុងនឹងផងដែរមិនមែនត្រឹមតែមានប្រាជ្ញាប៉ុណ្ណោះក៏មានសេចក្តីស្លាប់នៅក្នុងនោះដែរហើយព្រះក៏បានហាមព្រះដែលជាឪពុកបានហាមបានប្រាប់ទៅមនុស្សដែលព្រះអង្គទ្រង់បានបង្កើតមកថាឯងនឹងស៊ីផ្លែឈើទាំងអស់នៅក្នុងសួនច្បារនេះបានតាមចិត្តលើកលែងតែដើមឈើមួយដើមគឺជាដើមប្រាជ្ញាឬហៅថាដើមដឹងខុសត្រូវនោះមិនត្រូវឲ្យឯងបរិភោគផលផ្លែវាឡើយនៅថ្ងៃណាដែលឯងបរិភោគផលផ្លែវានោះឯងនឹងស្លាប់ជាមិនខានរងបានប្រាប់យ៉ាងច្បាស់លាស់ទៅកូនរបស់ផងទ្រង់ដែលទ្រង់បានបង្កើតមកក្រោយពីនោះមកព្រះអង្គព្រះហើយនឹងមនុស្សបានរស់នៅជាការទំនាក់ទំនងគ្នាលោកលឿនមិនដូចជាឪពុកនឹងកូនព្រះតែងតែយាងមកកំសាន្តជាមួយនឹងគេសម្ដែងសំណាលជាមួយនឹងគេសួរអំពីការសុខទុក្ខនិងការរស់នៅរបស់ផងគេចង់បានអីគេចង់បានអីគឺគេប្រាប់ទៅឪពុករបស់ផងគេសុខទុក្ខយ៉ាងណាគេប្រាប់ទៅឪពុករបស់ពេដូច្នេះរវាងឪពុកនិងកូនមានការសំណេះសំណាលគ្នាជារៀងរាល់ថ្ងៃយើងអត់ដឹងថាអរិយៈពេលយូរប៉ុន្មានទេមនុស្សនិងព្រះដែលមានការទំនាក់ទំនងនឹងគ្នាដែលមានការប្រសពនឹងគ្នាក្រោយពេលដែលព្រះអង្គទ្រង់បានបង្កើតគេមកក៏ប៉ុន្តែនៅថ្ងៃមួយមានវិញ្ញាណមួយគឺជាវិញ្ញាណនៃទេវតាអាក្រក់ដែលធ្លាក់មកពីលើឋានសួគ៌ពីចូលមកក្នុងសួនច្បារហើយទេវតានោះចង់បំផ្លាញកូនរបស់ព្រះដើម្បីមិនឲ្យគេមានឱកាសនឹងស៊ីផ្លែដើមជីវិតវិញ្ញាណនៃទេវតាអាក្រក់នោះក៏បានចូលមកក្នុងសួនច្បារដើម្បីនឹងធ្វើការបោកបញ្ឆោតកូនរបស់ផងព្រះឲ្យធ្វើខុសនឹងបញ្ញត្តិរបស់ផងព្រះដែលព្រះទ្រង់បានហាមដើមឈើក៏ដើមប្រាជ្ញាមិនឲ្យស៊ីផលផ្លែរបស់វាស៊ីនឹងស្លាប់ជាមិនខានតែវិញ្ញាណអាក្រក់នោះវិញ្ញាណនៃទេវតាក្បត់នោះបានចូលទៅក្នុងរូបសត្វពស់មួយដើម្បីធ្វើការចរចាជាមួយនឹងមនុស្សវាសួរទៅប្រពន្ធរបស់លោកតាអាដាមសួរថាតើព្រះហាមអ្នកមិនអោយអ្នកបរិភោគផ្លែឈើណាមួយនៅក្នុងសួនច្បារនេះមែនឬទេស្ត្រីនោះបានឆ្លើយថាយើងអាចបរិភោគផ្លែឈើទាំងអស់នៅក្នុងសួនច្បារនេះបានតាមចិត្ត
ក៏ប៉ុន្តែដើមឈើមួយដើមដែលដុះនៅកណ្ដាលសួនច្បារនោះព្រះទ្រង់ហាមដាច់ខាតមិនឲ្យយើងបរិភោគផលផ្លែវាទេនៅថ្ងៃណាដែលយើងបរិភោគនោះយើងនឹងស្លាប់ជាមិនខានស្ត្រីនោះក៏បានឆ្លើយទៅពោះសំណួរឆ្លើយទៅពោះវិញយ៉ាងដូច្នោះអ្នកពោះបានសួរសត្វពស់វិញ្ញាណដែលនៅក្នុងសត្វពស់នោះក៏ឆ្លើយមកកាន់ស្ត្រីវិញថាមិនមែនយ៉ាងដូច្នោះទេមិនពិតដូចជាព្រះទ្រង់មានព្រះបន្ទូលទេអ្នកទទួលទានផ្លែឈើទៅនោះទៅអ្នកនឹងបានដូចជាព្រះដែរអ្នកនឹងមានប្រាជ្ញាដូចជាព្រះអ្នកនឹងដឹងខុសដឹងត្រូវដូចជាព្រះអ្នកអត់ស្លាប់ទេដូច្នេះនៅពេលណាដែលស្ត្រីនោះបានស្ដាប់ទៅពាក្យរបស់វិញ្ញាណអាក្រក់នោះរួចហើយក៏មានការមន្ទិលសង្ស័យចំពោះព្រះបន្ទូលព្រះដែលព្រះអង្គទ្រង់បានមានព្រះបន្ទូលថាអ្នកស៊ីកាលណាអ្នកនោះស្លាប់ជាមិនខានប៉ុន្តែស្ត្រីនោះបានសង្ស័យលើព្រះបន្ទូលថាទេមិនមែនស្លាប់ឯណាចុះហើយដើម្បីបានជាព្រះទ្រង់ថាស្លាប់ប៉ុន្តែម្នាក់នេះនិយាយថាអត់ស្លាប់ទេប្រហែលជាព្រះមិនចង់ឲ្យអញដូចជាទ្រង់ទៅឬអីបានជាព្រះទ្រង់ហាមិនឲ្យស៊ីយ៉ាងដូច្នោះនេះគំនិតរបស់គាត់បានកើតក្នុងចិត្តយ៉ាងដូច្នោះដូច្នេះគាត់ក៏ស្ដាប់តាមពាក្យរបស់វិញ្ញាណក្បត់មួយនោះកាលណាអស់លោកអ្នកបងប្អូនកាលណាបើយើងស្ដាប់តាមអ្នកណាធ្វើតាមអ្នកណាអ្នកនោះហើយជាចៅហ្វាយរបស់ផងយើងជាឪពុករបស់ផងយើងពីមុនមនុស្សដែលព្រះទ្រង់បានបង្កើតមកនោះមានឪពុកជាព្រះទ្រង់ដឹកនាំជីវិតរបស់ផងគេទ្រង់ផ្គត់ផ្គង់គេទ្រង់ support គេគ្រប់ពេលវេលាគ្រប់ទាំងសេចក្តីត្រូវការអ្វីដែលគេត្រូវការប៉ុន្តែនៅពេលនេះគេបានទទួលឪពុកថ្មីគឺជាវិញ្ញាណនៃទេវតាក្បត់គេស្ដាប់បង្គាប់ទៅតាមឪពុកថ្មីរបស់ផងគេគេលែងស្ដាប់តាមព្រះបន្ទូលរបស់ផងព្រះដូច្នេះហើយលទ្ធផលដែលគេលែងស្ដាប់បង្គាប់តាមព្រះបន្ទូលព្រះហើយស្ដាប់តាមវិញ្ញាណនៃទេវតាក្បត់នោះគេក៏បានទទួលលទ្ធផលគឺជាសេចក្តីស្លាប់ដែលមានតកូនតចៅមកដល់សពថ្ងៃនេះឥឡូវនេះវិញ្ញាណរបស់នៃទេវតាក្បត់ទាំងឡាយនោះកំពុងតែគ្រប់គ្រងនៅក្នុងជីវិតរបស់មនុស្សគ្រប់រូបដូច្នេះអរលោកអ្នកបងប្អូនកាលណាយើងទទួលអ្នកណាជាចៅហ្វាយអ្នកនោះហើយមានអំណាចគ្រប់គ្រងជីវិតរបស់ផងយើងមិនមែនតែជីវិតខាងរូបកាយទេសូម្បីតែវិញ្ញាណចិត្តគំនិតរបស់ផងយើងក៏នៅក្នុងការត្រួតត្រារបស់វិញ្ញាណនៃទេវតាក្បត់នោះដែរដូច្នេះបានជាយើងរាល់គ្នាត្រូវពិចារណាថាយើងពិតជាបានធ្វើខុសនឹងច្បាប់របស់ឪពុកយើង
ដូច្នេះឪពុកយើងបានហាមយ៉ាងដាច់ខាតថាមិនឲ្យយើងបរិភោគផលទេកាលណាយើងបរិភោគនោះយើងស្លាប់ជាមិនខានចុះឯដើមមួយទៀតដែលដើមជីវិតនោះព្រះអង្គអត់បានហាមទេប្រគល់បំណងរបស់ផងទ្រង់ចង់ឲ្យយើងទទួលទានផ្លែឈើនោះឲ្យមានជីវិតអស់កលជានិច្ចមិនចេះឈឺមិនចេះស្លាប់មិនចេះជរាមិនចេះខ្នងកលមិនចេះស្បែកជ្រួញភ្នែកធ្លាក់សក់ស្កូវធ្មេញបាក់តិចត្រង់អត់មានទេប៉ុន្តែយើងជ្រើសរើសយកខុសទៅតាមពាក្យសម្ដីរបស់ទេវតាក្បត់ដូច្នេះបានជាយើងទទួលកម្មផលទាំងឡាយនោះរហូតមកដល់ថ្ងៃនេះមានជំងឺជាច្រើនជំពូកនៅក្នុងជីវិតពីព្រោះរោគនៃអំពើបាបគឺជារោគមហារីកដែលវាកំទេចរូបកាយទាំងមូលមុននឹងផ្ដាច់ជីវិតនេះហើយរោគនៃអំពើបាបវាទៅជាមហារីកនៃអំពើបាបវាស៊ីរួមផ្ទៃក្នុងនៃមនុស្សរហូតដល់ទីបញ្ចប់វាផ្ដាច់ជីវិតយកតែម្ដងនេះហើយអរលោកអ្នកបងប្អូនដែលយើងមានបាបព្រោះតែយើងមានបាបឥឡូវបងប្អូនប្រហែលជាឆ្ងល់តើវិញ្ញាណទេវតាក្បត់នឹងមកពីណាមូលហេតុអីបានវាមានការទំនាក់ទំនងជាមួយនឹងមនុស្សយ៉ាងដូច្នោះតើក្នុងគោលបំណងអីនឹងចែកចាយជូនអស់លោកអ្នកបងប្អូនឲ្យដឹងអំពីការនេះខ្ញុំបានចែកចាយជាច្រើនដងច្រើនសារហើយក៏ប៉ុន្តែមានអ្នកខ្លះក៏ដឹងមានអ្នកខ្លះក៏មិនទាន់ដឹងដូច្នេះខ្ញុំនឹងជម្រាបជូនអស់លោកអ្នកម្ដងទៀតកាលដើមឡើយព្រះបានមកកើតផ្ទៃមេឃនឹងផែនដីតែផែនដីនោះបានខូចដល់ទៅទេហើយព្រះក៏បានរៀបចំសាងឡើងជាថ្មីបានជាមានអ្វីដូចជាយើងបានមើលឃើញហើយនឹងប្រើប្រាស់មករហូតដល់ថ្ងៃនេះហើយព្រះអង្គក៏បានបង្កើតពពួកទេវតានៅឋានសួគ៌សល់សែនសិតតែជាពួកបរិសុទ្ធសិតតែជាពួកដល់រស់នៅដោយវិញ្ញាណហើយក៏ព្រះអង្គទ្រង់បានបង្កើតទេវតាមួយដ៏ល្អស្រស់ឆើតឆាយជាងគេនៅក្នុងដំណាក់របស់ព្រះដើម្បីឲ្យរៀបចំនៅដំណាក់របស់ព្រះហើយនឹងកោះហៅអស់ទាំងទេវតាទាំងឡាយនៅឋានសួគ៌មកប្រជុំគ្នាថ្វាយបង្គំព្រះអង្គនៅរៀងរាល់ថ្ងៃបរិសុទ្ធទេវតាមួយអង្គនោះហើយដែលព្រះទ្រង់បានបង្កើតមកនោះបែរជាក្បត់ព្រះតាំងខ្លួនឲ្យស្មើនឹងព្រះចង់ដណ្ដើមរាជបល្ល័ង្ករបស់ព្រះព្រះក៏ដេញវាទម្លាក់មកពីឋានសួគ៌មូលហេតុនេះហើយបានជាវាមកធ្វើទុកបុកម្នេញបោកបញ្ឆោតដល់មនុស្ស
ដោយវាដឹងថាមនុស្សគឺជាសំណពចិត្តរបស់ផងព្រះជាទីស្រឡាញ់របស់ផងព្រះហើយវាហើយនឹងព្រះគឺជាខ្មាំងសត្រូវនឹងគ្នាតែវាមិនអាចធ្វើអ្វីព្រះបានទេពីព្រោះវាកើតពីស្នាព្រះហស្ថព្រះវាមិនអាចតតាំងនឹងព្រះបានក៏ប៉ុន្តែវាអាចបំផ្លាញនៅផែនការរបស់ផងព្រះបំផ្លាញមនុស្សដ៏ជាទីស្រឡាញ់របស់ផងព្រះបានដូច្នេះបានជាវាចូលមកលបួងលួងលោមបោកបញ្ឆោតឲ្យមនុស្សធ្វើខុសនឹងបញ្ញត្តិរបស់ផងព្រះនេះជារឿងហេតុដែលយើងត្រូវតែយល់ដឹងហើយទេវតានោះហើយនឹងបពពលបរិវាររបស់ព្រះសុទ្ធតែជាពួកនៃវិញ្ញាណនៅលើផែនដីទាំងមូលនេះនៅដែនអាកាសក៏សុទ្ធតែជាពួកវិញ្ញាណដែលទាស់ទទឹងនឹងព្រះវាបានចូលមកសន្ធិដ្ឋនៅក្នុងចិត្តមនុស្សគ្រប់គ្នាដូច្នេះហើយបានជាមនុស្សតែងតែប្រព្រឹត្តនៅអំពើអាក្រក់ជាច្រើនពីព្រោះវាជាអ្នកប្រឆាំងនឹងព្រះទ្រង់ឲ្យស្រឡាញ់គ្នាទៅវិញទៅមកតែវាបញ្ជាមនុស្សដើម្បីឲ្យស្អប់គ្នាទៅវិញទៅមកវាបញ្ជាមនុស្សឲ្យប្រើអំពើហិង្សាកាប់សម្លាប់គ្នាប្តីសម្លាប់ប្រពន្ធសម្លាប់ប្តីឪពុកសម្លាប់កូនសម្លាប់ឪពុកម្ដាយពីព្រោះវិញ្ញាណទាស់ទទឹងនោះបានគ្របដណ្ដប់នៅក្នុងដួងវិញ្ញាណរបស់មនុស្សរួចទៅហើយដូច្នេះវាបញ្ជាឲ្យវិញ្ញាណមនុស្សធ្វើទាស់ទទឹងវាបកទៅព្រះវិញវាប្រើកូនរបស់ផងព្រះដើម្បីឲ្យប្រឆាំងនឹងព្រះឃើញទេនេះហើយជាមូលហេតុដែលយើងត្រូវតែយល់ដឹងអរលោកអ្នកបងប្អូនមិនមែនចេះតែធ្វើអ្វីតគ្នាតាមគ្នាដោយមិនដឹងសេចក្តីពិតនោះបងប្អូនគ្រោះថ្នាក់ពីព្រោះជីវិតរបស់យើងប្រៀបដូចជាផ្កាមួយទងដែលកំពុងតែក្រពុំហើយក៏ចាប់ផ្ដើមរីកបញ្ចេញសម្រស់បង្ហាញដល់ភ្នែកមហាជនគេក៏ពោលសរសើរចង់បានផ្កាទុកជារបស់ផងខ្លួនក៏ប្រៀបដូចជាមនុស្សដែលកើតមកកំពុងតែពេញវ័យក្រមុំព្រហ្មចារីជាទីពេចពិលរមិលជាទីគយគន់ប្រៀបបានដូចជាបុប្ផាមួយទងដែលកំពុងតែរីកបញ្ចេញសម្រស់ដ៏ស្រស់ឆើតឆាយដែលភ្នែកមនុស្សក្រឡេកមើលចង់បានចង់កាច់ទុកជារបស់ផងខ្លួនយ៉ាងណាមិញឯមនុស្សជាតិក៏យ៉ាងដូច្នោះដែរខ្លួនពេញក្រមុំពេញកំឡោះគ្រប់ទាំងភ្នែកតែងតែគយគន់តែងតែប្រាថ្នាចង់បានយកមកធ្វើជារបស់ផ្ទាល់ខ្លួនម្នាក់ក៏ប៉ុន្តែគេអត់ដឹងថានៅថ្ងៃមួយគេនឹងស្វិតស្រពោនទៅទេគេកំពុងតែភ្លើន
និងសម្រស់របស់ផងខ្លួនគេកំពុងតែអសប្បាយនឹងសម្រស់របស់ផងខ្លួនតែគេអត់បានមើលឃើញអ្វីដែលគេកំពុងតែចាំគេនៅផ្លូវខាងមុខតែកំពុងតែរងចាំទទួលគេនៅផ្លូវខាងមុខបន្ទាប់ទៀតផ្លូវខាងមុខបន្ទាប់ទៀតគឺជាស្បែកជ្រាវជ្រួញថ្មិញបាក់ភ្នែកក៏ងងឹតមើលមិនសូវច្បាស់សក់ក៏ស្កើជំងឺដំកាត់ក៏ចាប់រួតរឹតពេញរូបរាងកាយឈាមផ្អែមលើសឈាមខូចកលៀនមហារីកឈាមក្នុងខ្លាញ់ឈឺចុកចាប់សពសារពាង្គកាយដែលនៅខាងមុខកំពុងតែរងចាំយើងរាល់គ្នាតែមនុស្សអត់បានពិចារណាទេដល់ពេលចូលទៅដល់គ្រប់នោះបានគេភ្ញាក់ខ្លួនដឹងថាខ្លួនវេទនាដឹងថាខ្លួនលំបាកពីព្រោះជំងឺរត់រិតពេញរាងកាយគ្មានអ្នកណាគេកោតសរសើរគ្មានអ្នកណាគេគយគន់ទៀតទេពីព្រោះភ្នែកក៏ធ្លាក់តិចក៏ថ្លង់ថ្មិញក៏បាក់ស្បែកក៏ជ្រាវជ្រួញខ្នងក៏កោងសក់ក៏ស្កើឬក៏ដល់ទំពេកទៀតផងគ្មានអ្នកណាគេគយគន់ទៀតទេដូច្នេះហើយអរលោកបងប្អូនត្រូវពិចារណាអ្នកដែលបង្កើតយើងគឺជាព្រះក្នុងគោលបំណងដែលព្រះអង្គទ្រង់បានបង្កើតយើងមិនឲ្យយើងទៅជាយ៉ាងដូចនេះទេប៉ុន្តែយើងងងខ្លៅស្ដាប់ការបោកបញ្ឆោតរបស់ខ្មាំងសត្រូវឪពុកយើងបានជាយើងធ្លាក់ខ្លួនទៅសេចក្តីវេទនាដោយជាយើងទទួលសពថ្ងៃនេះដែលមនុស្សតែងតែនិយាយថាយើងមានកម្មអ្វីដែលយើងធ្វើពីជាតិមុនអត់មានជាតិមុនទេបងប្អូនយើងតែមួយជាតិទេព្រះទ្រង់ផ្ដល់កំណត់ឲ្យយើងតែមួយជាតិទេគ្មានជាតិមុនជាតិក្រោយណាទៀតទេកុំទៅជឿនោះគឺជាខ្មាំងសត្រូវទេដែលបង្វែរយើងចេញពីសេចក្តីពិតពីព្រោះព្រះបន្ទូលបានប្រាប់យើងថាបានឲ្យយើងកើតមកតែម្ដងរួចក៏ស្លាប់ទៅវិញដើម្បីនឹងជាប់ជំនុំជម្រះរបស់ផងព្រះតែយើងជាប់ជំនុំជម្រះដោយរឿងអ្វីបងប្អូនហើយយើងត្រូវដឹងយ៉ាងច្បាស់ពីព្រោះយើងបានធ្វើខុសច្បាប់របស់ផងព្រះដូច្នេះយើងត្រូវតែទទួលការជំនុំជម្រះរបស់ផងព្រះពីព្រោះយើងអត់បានដោះស្រាយនៅអំពើរំលងរបស់យើងជាមួយនឹងព្រះនៅឡើយទេមុនដល់ពេលយើងស្លាប់ទៅនោះយើងអត់បានដោះស្រាយនៅអំពើរំលងច្បាប់ជាមួយនឹងព្រះដាច់ស្រេចនៅឡើយទេហើយយើងក៏ស្លាប់ទៅដូច្នេះនៅពេលថ្ងៃមួយនោះយើងត្រូវតែមកក្នុងការជំនុំជម្រះរបស់ផងព្រះដូច្នេះហើយបានជាកំពុងតែយើងមានជីវិតរស់នៅឡើយយើងត្រូវតែដោះស្រាយអំពើបាបដោះស្រាយនៅ
ទោសកំហុសដែលយើងបានប្រព្រឹត្តរំលងច្បាប់របស់ព្រះព្រះឲ្យរួចជាមុនសិនមុនពេលដែលយើងស្លាប់បើមិនដូច្នោះទេយើងជាប់ក្នុងការជំនុំជម្រះរបស់ព្រះហើយការជំនុំជម្រះរបស់ព្រះមានតែផ្លូវមួយយ៉ាងបើដឹងថាយើងជាមនុស្សដែលមិនបានដោះស្រាយនៅអំពើបាបឲ្យបានជ្រះស្រឡះមានតែផ្លូវមួយគត់គឺអវាងសារោក្បាលសំយងចុះក្រោមយើងដឹងហើយថាតើឋានក្រោមជាឋានអីគឺជាឋាននរកដែលព្រះគម្ពីរហៅថាឋានបឹងភ្លើងដែលឆេះទៅដោយភ្លើងស្ពាន់ធរហើយឆេះទាំងយប់ទាំងថ្ងៃគ្មានថ្ងៃរលត់នេះហើយមនុស្សដែលជាប់មានទោសយើងមិនទាន់បានដោះស្រាយនៅអំពើរំលងរបស់អង្គយើងចំពោះច្បាប់របស់ព្រះដាច់ស្រេចដល់ឡើយពេលយើងស្លាប់ទៅយើងត្រូវជាប់ជំនុំជម្រះហើយបោះទម្លាក់ទៅឋាននរកដូច្នេះហើយបានជាអស់លោកអ្នកបងប្អូនត្រូវតែដោះស្រាយអំពើបាបរបស់យើងជាមួយនឹងព្រះឲ្យបានចប់សពគ្រប់មុនយើងដាច់ជីវិតទៅអរគុណព្រះអង្គសូមព្រះជាម្ចាស់ទ្រង់ប្រទានពរដល់លោកអ្នកបងប្អូនគ្រប់គ្នាសូមធ្វើការសម្រេចចិត្តព្រោះខ្ញុំគ្រាន់តែមាននីតិចែកចាយរឿងរ៉ាវដែលព្រះទ្រង់បានផ្ញើទុកនឹងខ្ញុំដើម្បីជម្រាបចែកជូនដល់អស់លោកអ្នកបងប្អូនឲ្យដឹងអំពីបញ្ហានៃជីវិតអស់លោកអ្នកបងប្អូនតែយើងត្រូវដោះស្រាយយ៉ាងដូចម្តេចអស់លោកអ្នកបងប្អូនមិនមែនសាសនាទាំងនោះជួយអស់លោកអ្នកបងប្អូនរួចពីការជំនុំជម្រះរបស់ព្រះទេសាសនាទាំងនោះគឺជាសាសនាដែលមនុស្សបង្កើតហើយមនុស្សបង្កើតសាសនាទាំងនោះទាំងអស់នោះគឺធ្វើតាមបញ្ជារបស់វិញ្ញាណនៃទេវតាក្បត់នោះឯងដែលគេបានគ្រប់គ្រងនៅក្នុងជីវិតរបស់មនុស្សទាំងអស់នោះដូច្នេះមនុស្សទាំងអស់នោះក៏បង្កើតជាសាសនាមកដើម្បីបង្វែរមនុស្សមិនឲ្យស្គាល់ព្រះឲ្យស្គាល់ឲ្យឃើញតែអ្វីដតីផ្សេងទៀតហៅថាជាព្រះដូច្នេះបានជាសាសនាជាច្រើនសាសនាខ្លះក៏ថ្វាយបង្គំសត្វគោទុកដូចជាព្រះទៅសាសនាដតីខ្លះទៀតក៏ថ្វាយបង្គំរូបចម្លាក់ផ្សេងជាព្រះរបស់ផងខ្លួនគេទៅពីព្រោះសាសនាទាំងអស់នោះគឺកើតមកអំពីស្នាដៃរបស់មនុស្សកើតមកអំពីប្រាជ្ញារបស់មនុស្សដែលគ្រប់គ្រងទៅដោយវិញ្ញាណនៃទេវតាក្បត់នោះឯងនេះជារឿងពិតបងប្អូនធ្វើការសម្រេចចិត្តចោះខ្ញុំគ្រាន់តែមាននីតិជម្រាបជូនអស់លោកអ្នកបងប្អូនឲ្យដឹងអំពីបញ្ហានេះបងប្អូនជឿឬមិនជឿអានោះគឺស្រេចទៅលើបងប្អូនទេខ្ញុំអត់មានបង្ខំទេប្រសិទ្ធក្តីជំនឿគ្មានការបង្ខំគឺការសម្រេចចិត្តដោយខ្លួនឯងការពិចារណាដែលត្រឹមត្រូវការយល់ដឹងដ៏ត្រឹមត្រូវមិនដោយការបង្ខំជឿដោយស្ម័គ្រពីចិត្តព្រះនៃម្ចាស់ឋានសួគ៌ព្រះអង្គចង់បានជឿដោយស្ម័គ្រពីចិត្តមិនមែនដោយការបង្ខំមិនមែនដោយការជួលជាលុយជាទ្រព្យជាសម្បត្តិដើម្បីឲ្យជឿទេជឿដោយស្ម័គ្រចិត្តឥតមានការបង្ខិតបង្ខំជឿពេញចិត្តទទួលយល់ដឹងថាខ្លួនពិតជាមានបាបមែនយល់ដឹងថាខ្លួនមិនអាចនឹងជួយខ្លួនឯងបានមែនដូច្នេះមានតែត្រូវពឹងព្រះ
ដើម្បីឲ្យជួយមនុស្សមិនអាចពឹងមនុស្សគ្នាឯងឲ្យជួយរួចបាបអំពើបាបបានទេពីព្រោះមនុស្សគ្រប់គ្នាមានបាបដូច្នេះពឹងមនុស្សមានបាបដូចគ្នាឲ្យជួយមនុស្សមានបាបដូចគ្នាជួយមិនបានទេដូច្នេះមានតែពឹងព្រះដែលគ្មានបាបសោះដើម្បីឲ្យជួយយើងនោះទើបយើងបានរួចអរគុណព្រះអង្គសូមព្រះអង្គទ្រង់ប្រទានព្រះពរអស់លោកអ្នកបងប្អូនសូមបញ្ចប់ត្រឹមប៉ុណ្ណេះចន្ទចោះហ្នឹងហើយបើមានឱកាសនៅថ្ងៃក្រោយទៀតខ្ញុំនឹងមកជួបអស់លោកអ្នកបងប្អូនដល់ទៀតសូមអភ័យទោសកន្លែងការខុសឆ្គងកន្លែងណាដោយអចេតនាក៏សូមបងប្អូនមេត្តាអភ័យទោសផងចោះហ្នឹងហើយខ្ញុំមិនមែនជាអ្នកកវីអ្នកចេះដឹងឬក៏គ្រូបាអាចារ្យណាអត់ទេខ្ញុំគ្រាន់តែជាក្រុមជំនុំរបស់ផងព្រះធម្មតាហើយការចេះដឹងគឺជាអំណោយទានរបស់ផងព្រះដែលបានប្រទានឲ្យខ្ញុំដូច្នេះខ្ញុំត្រូវតែធ្វើការនេះថ្វាយព្រះអង្គដូចជាព្រះអង្គមានព្រះបន្ទូលប្រៀបធៀបពីការដែលព្រះអង្គម្ចាស់មួយបានធ្វើដំណើរចេញទៅក្រៅក៏ហៅបាវបំរើ3នាក់មកទទួលទ្រព្យសម្បត្តិទៅតាមតម្រេះគេរៀងខ្លួនម្នាក់នោះដំបូងមកគឺស្ដេចបានប្រគល់ប្រាក់ 5,000 ទៅតាមតម្រេះប្រាជ្ញារបស់ផងគេហើយម្នាក់ទី2ស្ដេចបានប្រគល់ប្រាក់ 2,000 ទៅតាមអំណោយទាននៃអំណោយទានរបស់ផងគេហើយអ្នកទី3ព្រះអង្គចាស់បានប្រទាន 1,000 ទៅតាមអំណោយទានរបស់ផងគេដែរដល់យូរលងថ្ងៃក្រោយមកព្រះអង្គចាស់បានត្រឡប់មកវិញអ្នកដែលបានទទួល 5,000 ក៏យកលុយ 5,000 នោះទៅធ្វើជាមុខជំនួញក៏បានចំណេញ 5,000 ទៀតយកមកថ្វាយព្រះអង្គម្ចាស់ព្រះអង្គម្ចាស់បានប្រគល់ប្រាក់ 5,000 ឲ្យខ្ញុំម្ចាស់ឥឡូវនេះខ្ញុំបានចំណេញ 5,000 ទៀតថ្វាយព្រះអង្គសូមថ្វាយដល់ព្រះអង្គព្រះអង្គម្ចាស់ទ្រង់មានព្រះបន្ទូលថាប្រពៃហើយបាវដ៏ល្អអើយឯងបានរក្សាទ្រព្យសម្បត្តិរបស់អញបានយ៉ាងល្អដូច្នេះអញនឹងប្រគល់មុខនីតិតំណែងឲ្យឯងគ្រប់គ្រងលើទ្រព្យសម្បត្តិរបស់អញច្រើនទៅទៀតសូមឲ្យឯងបានប្រកបនឹងសេចក្តីអំណរជាមួយរបស់ចៅហ្វាយឯងចុះអ្នកបម្រើទី2ក៏ចូលមកដែរក៏ទូលថ្វាយទៅស្ដេចថាព្រះអង្គចាស់អើយព្រះអង្គបានប្រទានឲ្យទុំគុំ 2,000 ឥឡូវនេះខ្ញុំបានទៅធ្វើជំនួញបានចំណេញ 2,000 ទៀតយកមកថ្វាយព្រះអង្គហើយចៅហ្វាយបានប្រាប់ទៅបាវទី2ថាប្រពៃហើយបាវដ៏ល្អស្មោះត្រង់អើយឯងស្មោះត្រង់នឹងទ្រព្យបន្តិចបន្តួចនេះឯងនឹងប្រគល់ឲ្យឯងបានគ្រប់គ្រងទ្រព្យសម្បត្តិច្រើនជាងនេះទៀតសូមឲ្យឯងបានប្រកបដោយសេចក្តីអំណរជាមួយនឹងចៅហ្វាយរបស់ឯងចុះឯអ្នកទី3ចូលមកដល់ក៏និយាយទៅកាន់ស្ដេចថាយើងខ្ញុំបានដឹងថាព្រះអង្គប្រមូលកន្លែងណាដែលព្រះអង្គមិនបានព្រោះច្រូតកន្លែងណាដែលព្រះអង្គមិនបានព្រោះហើយប្រមូលកន្លែងណាដែលព្រះអង្គមិនបានដូច្នេះប្រាក់ដែលខ្ញុំបានទទួលនោះខ្ញុំមិនហ៊ានយកទៅធ្វើអីទេខ្ញុំយកទៅកប់ទុកពីព្រោះខ
ខ្ញុំដឹងថាព្រះអង្គទ្រង់តាំងតែងណាស់ផ្លេចបាត់លុយនឹងដូច្នេះព្រះអង្គមានព្រះបន្ទូលតបវិញអោបាវអាក្រក់អើយបើឯងដឹងថាអញច្រូតកាត់កន្លែងណាដែលអញមិនបានព្រោះហើយប្រមូលកន្លែងណាដែលអញមិនបានអមចាស់ហើយដូចម្ដេចបានជាឯងមិនយកប្រាក់នឹងទៅដាក់ចងកាយគេដល់ពេលអញមកវិញអញបានទាំងដើមទាំងការផងដូច្នេះចវាយនោះបានបង្គាប់ឲ្យគេដកប្រាក់ពីអាបាវទី3នេះទៅឲ្យអ្នកដែលបានមាន10000ហើយព្រមទាំងអ្វីដែលវាមានផងដូច្នេះហើយអរលោកអ្នកបងប្អូនព្រះគម្ពីរប្រៀបធៀបនេះគឺសម្ដែងអំពីបុគ្គលិកលក្ខណៈអ្នកគ្រីស្ទានគ្រប់រូបដែលបានទទួលអំណោយទានពីព្រះរៀងខ្លួនខ្ញុំដឹងថាអំណោយទានដែលព្រះទ្រង់បានប្រទានមកគឺអត់ដូចគ្នាទេគឺមិនស្មើគ្នាទេអ្នកខ្លះទៅជាគ្រូកង្វាលអ្នកខ្លះទៅជាអ្នកដឹកនាំអីផ្សេងទៅអ្នកខ្លះទៅជាអ្នកបម្រើផ្សេងក្នុងកិច្ចការងាររបស់ព្រះអំណោយទានផ្សេងគ្នាអ្នកខ្លះទៅផ្នែកខាងចាស់ទុំទៅអ្នកខ្លះក៏គ្រូអធិបាយអ្នកខ្លះក៏គ្រូបង្រៀនអញ្ចឹងទៅដូច្នេះខ្ញុំមិនគិតស្មានថាខ្ញុំមិនមែនតាំងខ្លួនខ្ញុំជាគ្រូខ្ញុំក៏មិនមែនគ្រូដែរខ្ញុំគ្រាន់តែជាសមាជិកក្រុមជំនុំសាមញ្ញធម្មតាដូចជាបងប្អូនដទៃផ្សេងទៀតប៉ុន្តែអំណោយទានដែលព្រះទ្រង់បានប្រទានឲ្យខ្ញុំអត់មានយកទៅកប់ទុកក្នុងដីទេខ្ញុំត្រូវតែប្រើប្រាស់អំណោយទាននោះធ្វើការថ្វាយព្រះអង្គតែការកើតផលផ្លែឬមិនកើតផលផ្លែនោះគឺមិនមែនខ្ញុំទេពីព្រោះព្រះអង្គទ្រង់មានព្រះបន្ទូលថាឲ្យខ្ញុំស្ពីក្របពូជនេះទៅហើយព្រោះទៅទោះបីជួបការលំបាកយ៉ាងណាក្តីក៏ព្រោះទៅឯការដោះពូជនោះដោះឬមិនដោះគឺមិនមែនឯងទេដែលធ្វើឲ្យដោះគឺព្រះទេដែលធ្វើឲ្យគេដោះនោះដូច្នេះហើយខ្ញុំមាននីតិត្រូវតែនិយាយប្រាប់ត្រូវតែប្រកាសប្រាប់ដល់អស់លោកអ្នកបងប្អូនខ្ញុំអត់ចង់ទុកព្រះបន្ទូលកប់ទុកក្នុងដីចោលទេពីព្រោះបើខ្ញុំធ្វើយ៉ាងដូច្នោះខ្ញុំជាអ្នកបម្រើអាក្រក់នោះខ្ញុំអត់បានទទួលប្រពោទេខ្ញុំបានទទួលនៅសេចក្តីអាក្រក់នៅក្នុងជីវិតរបស់ខ្ញុំអរគុណព្រះអង្គសូមព្រះអង្គទ្រង់ប្រទានប្រពរដល់អស់លោកអ្នកបងប្អូនសូមជម្រាបលាយើងនឹងជួបគ្នានៅវេលាក្រោយទៀតឥឡូវជិត1ម៉ោងហើយខ្វះតែប្រហែលនាទីខ្វះ2នាទីទេអរគុណព្រះអង្គសូមអរគុណសូមជម្រាបលា